ខ្ញុំឈ្មោះ Amrita មកពី Group 4 នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃនេះផងដែរនាងខ្ញុំសូមលើកយកនៅប្រធានបទមួយដែលតាក់ទងជាមួយនឹងបញ្ហាដ៏ធំបំផុតនៅក្នុងពិភពលោកមួយនេះដែលតាក់ទងជាមួយនឹងធម្មជាតិបងប្អូនទាំងអស់គ្នាចា៎ដែលនៅក្នុងនោះតែគឺខ្ញុំមានជាមួយនឹង content ចាគឺមេត្តាចំនួន5គ្រោះចំនួន5យកមកចែកជូនបងប្អូនទាំងអស់គ្នាដែលជាគ្រោះធម្មជាតិចាដែលតកតទៅជាមួយនឹងថាតើវាកើតឡើងក៏ដូចជាវាមានចាស់ឥទ្ធិពលអ្វីខ្លះទី1គឺខ្ញុំនិយាយអំពីទឹកជំនន់ទី2ខ្ញុំនិយាយអំពីរញ្ជួយដីទី3គឺនិយាយជាមួយនឹងខ្យល់ព្យុះ hurricane ជា T-phone ហើយទី4គឺខ្ញុំនឹងលើកឡើងអំពីបន្ទុះភ្នំភ្លើង volcano ហើយនឹងគ្រោះរាំងស្ងួតផងដែរយើងចូលដល់ចំណុចទី1ចាចំណុចទី1គឺតាក់ទងជាមួយនឹង flood ចាគឺទឹកជំនន់ហ្នឹងឯងបងប្អូនចាទឹកជំនន់ហ្នឹងគឺជាគ្រោះមហន្តរាយធម្មជាតិដែលកើតឡើងពេលដែលទឹកហូរលើសកម្រិតចាពីធម្មតាហើយក៏លិចដីឬក៏កន្លែងដែលធម្មតាហ្នឹងគឺមិនមានទឹកបងប្អូនចាតាក់ទងជាមួយនឹងកន្លែងហ្នឹងដែរគឺយើងមានជាមួយនឹង main cause of flood ដែលក្នុងនោះខ្ញុំលើកឡើងចំនួន6ចំណុចដែលចំណុចទី1គឺយើងនិយាយពី heavy rainfall ចាភ្លៀងធ្លាក់ខ្លាំងឬក៏ធ្លាក់យូរអញ្ចឹងបងប្អូនចាទី2តទៅជាមួយនឹងទន្លេហូរលើកម្រិតទី3គឺតទៅជាមួយនឹងព្យុះចាឬក៏ព្យុះស៊ីលីកូនចាដែលវានាំយកនៅជាមួយនឹងភ្លៀងធ្លាក់ខ្លាំងចានាំយកជាមួយនឹងផ្គររន្ទះផ្សេងចាទី4និយាយអំពីទំនប់ទឹកឬក៏ជញ្ជាំងទឹកបាក់ដូចជាទំនប់ទឹកស្តុកទុកទឹកចឹងណាបងប្អូនចាចឹងនៅពេលដែលមានបាក់ឬក៏វាប្រេះបែកអីចឹងគឺបង្កជាទឹកជំនន់ដូចគ្នាចាចំណុចទី5គឺយើងនិយាយអំពីប្រព័ន្ធបង្ហូរទឹកមិនបានល្អចាគេហៅថា poor drainage system ចឹងណាបងប្អូនចា system ចឹងចានៅពេលដែលប្រព័ន្ធបង្ហូរទឹកមិនបានល្អក៏បង្កជាការទឹកជំនន់ផងដែរចុងក្រោយគេនឹងគឺនិយាយពីទឹកកកឬក៏ព្រិលរលាយចាចឹងចំណុចប្រភេទទឹកជំនន់គឺមានច្រើនមែនតើតែក្នុងនេះខ្ញុំយកលក្ខណៈជាទូទៅចង់ប្រាប់បងប្អូនទាំងអស់គ្នាចំណែកឯផលប៉ះពាល់វិញគឺដូចបងប្អូនទាំងអស់គ្នាដឹងអញ្ចឹងចាគឺប៉ះពាល់ទៅលើការបាត់បង់ជីវិតមនុស្សចាគេហៅថា loss of human life ចាឬក៏ damage to home road and bridge អីចឹងទៅខូចខាតផ្ទះសម្បែងផ្លូវស្ពានចាដំណាំផ្សេងសត្វចិញ្ចឹមហើយកើតមានជំងឺក៏ដូចជាខាតបង់សេដ្ឋកិច្ចចឹងទៅណាបងប្អូនចាអញ្ចឹងដោយតែយើងបានដឹងចឹងថានៅពេលដែលប្រទេសកម្ពុជារបស់យើងគឺទឹកជំនន់នៅពេលដែលរដូវវស្សាចឹងរដូវវស្សាគឺមានភ្លៀងធ្លាក់ច្រើនចឹងបង្កជាទឹកជំនន់ខ្លះដែរគ្រាន់តែច្រើនហើយនឹងតិចប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងខ្ញុំចូលដល់ចំណុចដែលធ្វើឲ្យគេហៅថាបន្ថយនៅផលប៉ះពាល់ទឹកជំនន់ហ្នឹង How to reduce flood damage ហ្នឹងគឺតកតងជាមួយនឹងការសាងសង់ទំនប់ទឹកនិងជញ្ជាំងទឹកចា build dams and lift ចាតកតងជាមួយនឹងការកែលម្អប្រព័ន្ធបង្ហូរទឹកជៀសវាងសាងសង់ផ្ទះនៅតំបន់ដែលងាយលិចទឹកចាហើយនឹងយើងមានប្រព័ន្ធព្រមានជាមុនចិត្តចាឬក៏ដាំឈើបានច្រើនបងប្អូនទាំងគ្នាចាដើម្បីជួយកាត់បន្ថយនៅការហូរទឹកមួយហ្នឹងចូលមកដល់គ្រោះរញ្ជួយដីវិញគឺជាគ្រោះមហន្តរាយធម្មជាតិដែលកើតឡើងពេលបន្ទះផែនដីផ្លាស់ទីឬប៉ះទង្គិចគ្នាពេលបណ្ដាលឲ្យមានរញ្ជួយដីយ៉ាងខ្លាំងហើយមូលហេតុដែលមានរញ្ជួយដីហ្នឹងគឺមានការផ្លាស់បន្ទះផែនដីនិងសកម្មភាពមនុស្សជីករ៉ែនិងមកផ្ទុះអីចឹងទៅប្រភេទរញ្ជួយដីហ្នឹងមានរញ្ជួយដីតាមសន្លាក់ដីរញ្ជួយដីភ្នំភ្លើងនិងរញ្ជួយដីពីការបាក់បែករូងហើយវាមានផលប៉ះពាល់ដូចជាបាត់បង់ជីវិតមនុស្សខូចខាតអគារផ្លូវស្ពានកើតមានអគ្គិភ័យបង្កើនឲ្យមានព្យុះស៊ូណាមីនៅតាមតំបន់ឆ្នេរអ្វីដែលខ្ញុំបានលើកមុននឹងមកគឺជាផលប៉ះពាល់នៃគ្រោះរញ្ជួយដីឧទាហរណ៍ដូចជារញ្ជួយដីធំៗនៅប្រទេសជប៉ុននេប៉ាល់ទូគីនិងរញ្ជួយដីបណ្ដាលឲ្យមានស៊ូណាមីនៅឆ្នាំ2004ហើយចូលដល់វិធីការពារខ្លួននិងត្រៀមខ្លួនវិញតើបងប្អូនត្រូវធ្វើដូចម្តេចគឺមានដូចជាសាងសង់អគារដែលអាចធន់នឹងរញ្ជួយដីរៀនវិធី drop cover hole មានផែនការជម្លៀសនិងមានប្រព័ន្ធព្រមានមុនចូលមកដល់គ្រោះធម្មជាតិមួយទៀតគឺ hurricane និង typhoon ជាអ្វីព្យុះ hurricane និងព្យុះ typhoon គឺជាព្យុះត្រូពិចប្រភេទ
ដូចគ្នាតែមានភាពខុសគ្នាគឺស្ថិតនៅតំបន់ដែលកើតឡើងតែប៉ុណ្ណោះហើយវាកើតឡើងនៅណា Hurricane ហ្នឹងវាកើតឡើងនៅមហាសមុទ្រអាត្លង់តិកនិងមហាសមុទ្រប៉ាស៊ីហ្វិកខាងជើងភាគខាងកើតហើយព្យុះទីហ្វុនហ្នឹងកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងជើងភាគខាងលិចនៅតំបន់អាស៊ីនៅមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិកខាងត្បូងគេហៅថាស៊ីក្លូនរបៀបកើតមានហ្នឹងព្យុះទាំងនេះកើតនៅលើទឹកសមុទ្រក្តៅនៅពេលដែលសីតុណ្ហភាពទឹកសមុទ្រលើសពី25ទៅ27អង្សាខ្យល់ក្តៅនិងសើមខ្ពស់ខ្យល់វិលជុំវិញតំបន់សម្ពាធទាបហើយនិយាយពី effect វិញវាធ្វើឲ្យមានខ្យល់ខ្លាំងបំផ្លាញផ្ទះដើមឈើភ្លៀងខ្លាំងបង្កទឹកជំនន់និងដីរអិលរលកសមុទ្រឡើងខ្ពស់លិចតំបន់ឆ្នេរនិងការផ្អាកអគ្គិសនីនិងបាត់បង់ជីវិតមនុស្សឧទាហរណ៍ដូចជាព្យុះ Hurricane កើតឡើងនៅសហរដ្ឋអាមេរិកនៅឆ្នាំ2005ហើយព្យុះទីហ្វុនហ្នឹងកើតនៅប្រទេសហ្វីលីពីននៅឆ្នាំ2013ហើយវាក៏មានវិធីការពារផងដែរដូចជាជម្លៀសខ្លួនមុនពេលព្យុះមកដល់ជួសជុលនិងបន្តឹងដំបូលផ្ទះដោយដែលបងប្អូនទាំងអស់គ្នាបានឃើញនៅក្នុងរូបចឹងយើងក៏មានវិធីការពារផងដែរដូចជាជម្លៀសខ្លួនមុនពេលព្យុះមកដល់ជួសជុលនិងរឹតបន្តឹងដំបូលផ្ទះស្តុកអាហារទឹកនិងថ្នាំតាមដានព័ត៌មានពីធាតុអាកាសហើយចំណុចមួយទៀតយើងនិយាយអំពីការផ្ទុះភ្លើងអ្វីជាការផ្ទុះភ្លើងហើយក្នុងនេះការផ្ទុះភ្លើងគឺជាគ្រោះមហន្តរាយធម្មជាតិដែលកើតឡើងពេលដែលម៉ាក់ម៉ានិងឧស្ម័នហេះភ្នំភ្លើងទុះចេញមកក្រៅលើភពផែនដីហើយមូលហេតុនៃការផ្ទុះភ្លើងហ្នឹងគឺមកពីសម្ពាធខ្ពស់នៃម៉ាក់ម៉ាក្រោមដីការផ្លាស់ប្ដូរបន្ទះផែនដីនិងសកម្មភាពភូមិសាស្ត្រក្រោមដីហើយផលប៉ះពាល់របស់វាគឺវាបំផ្លាញផ្ទះដំណាំប្រជាពលរដ្ឋហើយផលប៉ះពាល់ដល់សុខភាពបាត់បង់ជីវិតនិងទ្រព្យសម្បត្តិហើយក៏អាចបង្កឲ្យមានរញ្ជួយដីនិងរលកស៊ូណាមីផងដែរហើយឧទាហរណ៍ភ្នំភ្លើង Mount Merapi នៅប្រទេសឥណ្ឌូនេស៊ីហើយភ្នំភ្លើងនេះដែរវាបានបង្កឲ្យមានការខូចខាតយ៉ាងច្រើនផងដែរហើយឯវិធីការពាររបស់យើងក៏យើងមានផងដែរក្នុងហ្នឹងគឺមានដូចជាការតាមដានការពមៀនរបស់អាជ្ញាធរជំរាបចេញពីតំបន់គ្រោះថ្នាក់ពាក់ម៉ាស់ការពារផាសមិនរស់នៅជិតភ្នំភ្លើងដែលវាសកម្មផងដែរហើយចំណុចតបនេះដែរគឺជាចំណុចចុងក្រោយនៃក្នុងនេះទាំងអស់ហ្នឹងគឺនិយាយពីគ្រោះរាំងស្ងួតគ្រោះរាំងស្ងួតជាអីគ្រោះរាំងស្ងួតគឺជាគ្រោះធម្មជាតិដែលកើតឡើងនៅពេលដែលភ្លៀងតិចឬភ្លៀងមានរយៈពេលយូរបណ្ដាលឲ្យមានការខ្វះទឹកប្រើប្រាស់ហើយមូលហេតុនៃគ្រោះរាំងស្ងួតហ្នឹងមានដូចជាភ្លៀងតិចឬរដូវវស្សាពន្យាពេលការប្រែប្រួលអាកាសធាតុសីតុណ្ហភាពខ្ពស់ទឹកឡើងខួតលឿនការបំផ្លាញទីឈើនិងការប្រើប្រាស់ទឹកលើសកម្រិតជាដើមរីឯផលប៉ះពាល់នៃគ្រោះរាំងស្ងួតនឹងវិញមានដូចជាការខ្វះទឹកប្រើប្រាស់ដំណាំខូចខាតនិងអាហារត្រូវបានខ្វះការសត្វត្រូវបានស្លាប់ដោយសារតែអត់មានទឹកផឹកការកើនឡើងនិងការអត់ឃ្លាននឹងកង្វះអាហារកាន់តែច្រើននិងការខាតបង់សេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរផងដែរហើយសម្រាប់ឧទាហរណ៍នេះមួយគឺនិយាយពីយើងគ្រោះរាំងស្ងួតនៅអាហ្វ្រិកអូស្ត្រាលីនិងអាស៊ីអាគ្នេយ៍ផងដែរដែលវាផ្ដល់ឲ្យមានផលប៉ះពាល់យ៉ាងច្រើនទៅដល់ប្រជាជននៅក្នុងតំបន់នោះផងដែរហើយក្នុងនោះដែរធ្វើឲ្យប្រជាជនអត់មានទឹកផឹកហើយឧស្សាហកម្មក៏កាន់តែធ្លាក់ដោយសារតែកង្វះនៃទឹកផងដែរយ៉ាងណាមិញយើងក៏មាននៅវិធីបង្ការនិងការគ្រប់គ្រងក្នុងនោះយើងមានដូចជាការសន្សំនិងការគ្រប់គ្រងទឹកឲ្យបានល្អការសាងសង់អាងទប់ទឹកនិងទំនប់ឲ្យបានខ្ពស់ប្រើប្រាស់ប្រព័ន្ធស្រោចស្រពទឹកឲ្យមានប្រសិទ្ធភាពការដាំដំណាំធ្ងន់និងធន់នឹងគ្រោះរាំងស្ងួតនិងការដាំព្រៃឈើឲ្យបានកាន់តែច្រើនឡើងវិញផងដែរចាបងប្អូនទាំងអស់គ្នាឥឡូវយើងចូលដល់ជាមួយនឹង conclusion ចានិយាយពីសេចក្តីចុងបញ្ចប់ទៅចានិយាយរួមទៅគឺគ្រោះធម្មជាតិ
ក៏ដូចជាគ្រោះមហន្តរាយដូចជាទឹកជំនន់ខ្យល់ព្យុះចាការផ្ទុះភ្នំភ្លើងនិងគ្រោះរាំងស្ងួតចាដែលក្រុមរបស់ខ្ញុំបានលើកឡើងអំបញ្ញមិញហ្នឹងគឺយើងអត់មានវិធីដែលទប់ស្កាត់វាបានទាំងស្រុងទេចាប៉ុន្តែយើងអាចដោយមានការត្រៀមខ្លួនចាយើងត្រូវមានការយល់ដឹងក៏ដូចជាវិធានការផ្សេងចាទៅនឹងការរក្សាសុខភាពហើយយើងអាចកាត់បន្ថយនៅការខូចខាតក៏ដូចជាសង្គ្រោះជីវិតខ្លួនយើងបាននៅពេលដែលយើងជួបជាមួយនឹងបញ្ហាទាំងអស់ហ្នឹងគ្រោះធម្មជាតិមិនថាគ្រោះនោះផ្ដល់មហន្តរាយឬក៏បែបមិនទេចានិយាយរួមទៅគឺយើងត្រូវតែជួយទាំងអស់គ្នាយើងត្រូវតែមានវិធានការទាំងអស់គ្នាដើម្បីទប់ស្កាត់ក៏ដូចជាការពារប្រុងប្រយ័ត្នយើងអត់បានជួយអីដល់ពិភពលោកមួយនេះទេប៉ុន្តែយ៉ាងហោចណាស់ក៏យើងបានជួយរក្សាការពារផងដែរជាងការបំផ្លិចបំផ្លាញផ្សេងយល់ថាបច្ចេកវិទ្យាគឺវាមានការលូតលាស់ខ្លាំងប៉ុន្តែយ៉ាងណាមិញពិភពលោកគឺជាបញ្ហាមួយដែលពួកយើងត្រូវតែខ្វល់ចុងបញ្ចប់ខាងក្រុមរបស់ខ្ញុំគឺជាក្រុមទី4មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏សូមថ្លែងអំណរអគុណទៅកាន់បងក៏ដូចជាបងប្អូនទាំងអស់គ្នាដែលបានស្ដាប់នៅការវែកញែកក៏ដូចជាការប្រាប់អំពីគ្រោះមហន្តរាយផ្សេងនៅក្នុងពិភពលោករបស់យើងចាហើយវាក៏ជាចំណេះដឹងមួយផងដែរចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដាននៅវីដេអូមួយនេះផងដែរចឹងអរគុណជម្រាបលាបងប្អូនជួបគ្នានៅវីដេអូក្រោយ